សុំគោរពអនុញ្ញាតជំរាបសួរដល់ពុកម៉ែបងប្អូនខ្ញុំបាទសូមណែនាំទីតាំងដីមួយកន្លែងដែលមានទំហំរហូតដល់2ហិកតា 3A បាទពុកម៉ែបងប្អូនទីតាំងដីនេះគឺងាយស្រួលរកមែនទែនហើយក៏ងាយស្រួលក្នុងការប្រកបអាជីវកម្មដែរយើងមកពីខាងខេត្តពោធិ៍សាត់ដែរពុកម៉ែបងប្អូនហើយមកពីខាងនារីធ្វើក្អមឆ្នាំងមិនដល់2គីឡូម៉ែត្រទេមកដល់ទីតាំងដីនេះតែម្ដងទីតាំងដីនេះគឺគៀកនឹងកន្លែងរមណីយដ្ឋាននេះពុកម៉ែបងប្អូននេះខាងភ្នំក្រាំងនាមាហើយចុះមកពីខាងទំនប់សាំងស្នេហ៍ពុកម៉ែបងប្អូននោះ Relax Cafe ខាងផ្លូវវាក្រុងកាហ្វេផ្សេងៗហ្នឹងទំនោះឯណាពុកម៉ែបងប្អូនចុះមកដល់បន្តិចគឺមានផ្លូវរត់15ម៉ែត្រគាត់ទៅខាងជើងភ្នំខាងនោះពុកម៉ែបងប្អូនហើយឡើងទៅខាងភ្នំខាងពង្រមានភ្នំតាបាំងភ្នំដំរីនមៀលផងដែរបាទទីតាំងដីរបស់យើងនេះគឺជាប់នឹងផ្លូវជាតិលេខ5ផ្លូវអាស៊ាន Highway នេះពុកម៉ែបងប្អូនមានទំហំពីខាងនោះរហូតទៅដល់ខាងនោះមកដល់ផ្លូវជាតិនេះតែម្ដងហើយរហូតទៅដល់ខាងក្រោយនោះផងដែរហើយពុកម៉ែបងប្អូនមានតម្រូវការចង់បាន1ហិកតាសិនក៏បានដែរនោះពីខាងនេះមកដល់បង្គួរនេះឬក៏ចង់បាននឹង2ហិកតាទៅដល់នោះតែម្ដងណាពុកម៉ែបងប្អូនបើទំហំដីផ្ទៃដីសរុបរបស់យើងគឺមានទំហំរហូតទៅដល់ 23,514 ម៉ែត្រការ៉េណាពុកម៉ែបងប្អូនទីតាំងនេះគឺងាយស្រួលរកមែនទែនបើសិនជាពុកម៉ែបងប្អូនមកពីខាងពោធិ៍សាត់គឺនឹងឃើញនឹងគីឡូលេខនេះតែម្ដងលេខ36ដែលដាក់ថាផ្លូវសាលាលេខ5បើសិនជាមកពីខាងរាជធានីភ្នំពេញវិញយើងនឹងឃើញប៉ោយប៉ែតដែលមានលេខគីឡូ89នេះមានចម្ងាយរហូតដល់312គីឡូម៉ែត្រណាពុកម៉ែបងប្អូនបាទទីតាំងរបស់យើងនេះគឺព័ទ្ធទៅដោយភ្នំជុំវិញហើយមានផ្ទះប្រជាពលរដ្ឋរស់នៅជុំវិញហើយក៏មានកន្លែងបើកកន្លែងរស់ស៊ីតូចធំច្រើនផងដែរនោះគឺជាហាងស៊ុបរបស់គេបើកលក់ហើយខាងទៅមុខបន្តិចនោះគឺមានការ៉ាសសង្កាតិចហើយក៏មានកន្លែងដែលគេបើកធ្វើកន្លែងផ្សេងធំផងដែរព្រោះគេចាក់ដីធំមកពុកម៉ែបងប្អូននៅម្ដុំនេះអញ្ចឹងពុកម៉ែបងប្អូនដែលមានតម្រូវការដីឬក៏ចង់បើកអាហារដ្ឋានអាជីវកម្មសហគ្រាសតូចធំអាចអញ្ជើញមកមើលទីតាំងដីនេះដោយផ្ទាល់បានណាពុកម៉ែបងប្អូនបាទហើយទីតាំងនេះផងដែរគឺជាប្រភេទប្លង់រឹងមានប្លង់បាតត្រឹមត្រូវឲ្យពុកម៉ែបងប្អូនខ្ញុំនឹងបង្ហាញដល់ពុកម៉ែបងប្អូនដែលគាត់មានតម្រូវការខ្ញុំនឹងបង្ហាញប្លង់បាតនិងប្លង់ពិតឲ្យពុកម៉ែបងប្អូនបានឃើញតែម្ដងទៅមុខបន្តិចហួសតាមក្រាសាំងនេះប្រហែលជា50ម៉ែត្រហ្នឹងគឺយើងមានផ្លូវបត់ចូលភូមិផងដែរហើយហួស50ម៉ែត្រហ្នឹងគឺយើងមានវត្តរោងដំរីនោះវត្តរោងដំរីនៅក្នុងភ្នំនេះតែម្ដងនេះយើងមើលទៅក្រួយផ្ទះហ្នឹងតែម្ដងហ្នឹងគឺវត្តរូងដំរីពុកម៉ែបងប្អូនដែលនៅខេត្តកំពង់ឆ្នាំងគាត់ស្គាល់វត្តរូងដំរីហើយបើយើងមកពីខាងភ្នំពេញមកនៅឆ្វេងដៃនឹងតែម្ដងមានផ្លូវមួយគេបើកឲ្យចូលផងដែរហ្នឹងគឺជាវត្តរូងដំរីហើយមានផ្លូវប្រជាពលរដ្ឋមានផ្លូវមួយផងដែរចូលទៅខាងផ្ទះប្រជាពលរដ្ឋយើងរស់នៅឡើងទៅខាងដល់ទៅខាងត្រោកឡើងទៅដល់នឹងផ្លូវចេញទៅសទួយផងដែរហើយយើងនៅនឹងគៀកកន្លែងរមណីយដ្ឋានតែម្ដងទីនោះគឺជាកន្លែងម្ដុំទៅនោះគឺជាតំបន់ហាងវាក្រុងកាហ្វេវាក្រុង Relax Cafe ទំនប់សាំងស្នេហ៍ផងដែរអញ្ចឹងហើយពុកម៉ែបងប្អូនដែលមានតម្រូវការដែលបើកអាហារដ្ឋានការ៉ាសាំងភោជនីយដ្ឋានសហគ្រាសតូចធំអាចអញ្ជើញមកមើលទីតាំងដីនេះបានណាពុកម៉ែបងប្អូនជាប់នឹងជើងភ្នំជំនោរជើងភ្នំបើសិនជាពេលថ្ងៃលិចគឺឃើញថ្ងៃលិចតែម្ដងពុកម៉ែបងប្អូននៅយើងមានភ្នំពុកម៉ែបងប្អូនមានភ្នំខាងក្រោយនេះតែម្ដងហើយចរាចរណ៍ខ្វាត់ខ្វែងល្អណាស់ពុកម៉ែបងប្អូនហើយមិនថាល្ងាចមិនថាថ្ងៃមិនថាយប់មិនថាព្រឹកទេគឺចរាចរណ៍អ៊ូអរកកអាចអញ្ជើញមកមើលទីតាំងបានអញ្ចឹងហើយសូមគោរពជំរាបលាដល់ពុកម៉ែបងប្អូនបាទអាចអញ្ជើញមកមើលទីតាំងឬក៏ទំនាក់ទំនងមកកាន់ខ្ញុំបាទសិនក៏បានដែរសូមគោរពអរគុណនិងគោរពលាអរគុណបាទ